សម្បត្តិប្រជុំនៅរឿងរ៉ាវជាបន្តទៀតតេតិនជាមួយនឹងជនចាស់ជរាជនមានពិការភាពនិងក្រីក្រចំនួន56គ្រួសារនៅខណ្ឌបឹងកេងកងក៏បានទទួលអំណោយសម្ដេចមហាបវរធិបតីក៏ដូចជាលោកជំទាវបណ្ឌិតផងដែររសៀលថ្ងៃទី30មករាឆ្នាំ2026លោកកឹមជុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងលោកជំទាវកឹមសវណ្ណាអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌរួមនឹងសមាជិកច្រើនរូបទៀតបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមនីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមខួងសេរីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនមានពិការភាពជនចាស់ជរាក្រីក្រចំនួន56គ្រួសារក្នុងខណ្ឌបឹងកេងកងដោយក្នុងមួយគ្រួសារទទួលបានអង្ករមួយបាវមីមួយកេះទឹកស្អៀវមួយយួរទឹកបរិសុទ្ធមួយកេះនិងថវិកា20000រៀលហើយសម្ដេចសម្ដេចជាមួយនឹងប្រជាពលរដ្ឋលោកសុកសម្បត្តិបានលើកឡើងថាការយកចិត្តទុកដាក់ការជួយដល់បងប្អូនក្នុងមូលដ្ឋានយើងបានចោះធ្វើជាប្រពៃណីដែលជាវប្បធម៌ចែករំលែករបស់សម្ដេចកន្លងមកពេលនេះគឺនឹងទៅអនាគតអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏នៅតែបន្តពិនិត្យមើលបងប្អូនដែលមានបញ្ហាជីវភាពគ្រួសារគឺត្រូវតែជួយក្នុងរយៈពេលថ្មីកន្លងមកនេះរដ្ឋបាលខណ្ឌក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានចូលរួមចំណែកជួយឧបត្ថម្ភជាសម្ភារៈថវិកាដល់វរៈយុទ្ធជននៅសមរភូមិមុខនិងជនភេសកផងដែរហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបានណែនាំដល់រដ្ឋបាលសង្កាត់ភូមិសូមជួយមើលបងប្អូនដែលមានការខ្វះខាតក្នុងជីវភាពនិងមិនថាបងប្អូនដែលបានទទួលអំណោយទាំង56គ្រួសារនេះទេគឺត្រូវពិនិត្យមើលបងប្អូនផ្សេងទៀតឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងមូលដ្ឋានក្នុងករណីសង្កាត់ដោះស្រាយចាបានគឺសង្កាត់ត្រូវតែដោះស្រាយក្នុងករណីដែលដោះស្រាយមិនបានគឺសូមផ្ញើព័ត៌មាននេះមកដល់ក្រុមការងារធនៈខណ្ឌក៏ដូចជារដ្ឋបាលខណ្ឌដោយលោកនឹងផ្ដល់ជូនជាបន្តបន្ទាប់ទៀតហើយរដ្ឋបាលខណ្ឌត្រៀមចាំទទួលជានិច្ចនៅព័ត៌មានពីបងប្អូនដែលកំពុងតែជួបប្រទះបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃផងដែរ